ចោលពីអ្នកចូលលួចម៉ូតូនៅក្នុងមន្ទីរពេទ្យគេចខ្លួនបាន6ថ្ងៃអស់លាក់ត្រឹមកាមេរ៉ាសុវត្ថិភាពចូលពីអ្នកបានចូលទៅធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងនៅក្នុងមន្ទីរពេទ្យបង្អែកពូចិនតុងហើយក្រោយពីពេលលួចបានសម្រេចក៏គេចខ្លួនបាត់ដោយសុវត្ថិភាពពេលនោះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនឹងកម្លាំងនគរបាលរដ្ឋបាលកកាបទី1បានធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពរហូតកំណត់មុខសញ្ញាចោលលុះរយៈពេល6ថ្ងៃក្រោយមកនគរបាលខាងលើបានឈានទៅដល់ការឃាត់ខ្លួនចោលទាំងពីរនាក់បានទាំងស្រុងគណៈនោះព្រមទាំងដកហូតបានម៉ូតូកែច្នៃមួយគ្រឿងដែលជាមធ្យោបាយធ្វើដំណើររបស់ជនសង្ស័យជិះធ្វើសកម្មភាពដោយឡែកម៉ូតូដែលលួចបាននៅក្នុងមន្ទីរពេទ្យនោះជនសង្ស័យក៏បានដោះស្លាកលេខចោលរួចយកទៅលក់បាត់ហើយហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង 3:30 នាទីទីភ្លឺនៅថ្ងៃទី18ខែកក្កដាឆ្នាំ2026នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដែលស្ថិតនៅក្នុងភូមិតងួន2សង្កាត់កកាបទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញជនសង្ស័យម្នាក់ឈ្មោះឈិតតារាពៅហៃអាទាអាយុ39ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិតងួន2សង្កាត់កកាបទី1ខណ្ឌពោធិ៍សែនជ័យនិងម្នាក់ទៀតឈ្មោះថនវីរបុត្រហៅអភ័សអាយុ32ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ 16D ក្រុម1ភូមិព្រៃសាឡាសង្កាត់កកាបទី2ខណ្ឌពោធិ៍សែនជ័យត្រូវបានកម្លាំងនគរបាលខាងលើឃាត់ខ្លួនបានកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2026នៅក្នុងភូមិប្រប្រក់ខាងជើងសង្កាត់កកាប1ខណ្ឌពោធិ៍សែនជ័យរួចនាំខ្លួនទៅសាកសួរនៅឯប៉ុស្តិ៍គណៈនោះដែរនគរបាលក៏បានដកហូតបានម៉ូតូកែច្នៃមួយគ្រឿងមិនស្គាល់ម៉ាកគ្មានស្លាកលេខដៃកែច្នៃមួយដើមរបស់ជនសង្ស័យឈ្មោះឈិតតារាពៅហៅអាទាស្លាកលេខម៉ូតូមួយបន្ទះភ្នំពេញ 1LY 9631ជារបស់ជនរងគ្រោះដែលឡែកម្ចាស់ម៉ូតូឈ្មោះសំបាត់ណូភេទប្រុសអាយុ37ឆ្នាំមុខរបរជាកម្មកររោងចក្រមានទីលំនៅផ្ទះជួលភូមិព្រៃព្រីងត្បូង2សង្កាត់ចំចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបានបាត់ម៉ូតូមួយគ្រឿងម៉ាក Honda Trim C 125ពណ៌ខ្មៅផលិតឆ្នាំ2026ពាក់ស្លាកលេខភ្នំពេញ 1LY 9631 ក៏បានប្រាប់ថាចំពោះករណីខាងលើកម្លាំងប៉ុស្តិ៍នគរបាលកកាបទី1បានកសាងនីតិវិធីបញ្ជូនខ្លួនជនសង្ស័យទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តតាមនីតិវិធីហើយសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ